មានដំណាលថានៅនគរពេរិណសីមានព្រាហ្មណ៍ម្នាក់បានរៀនចេះមន្តអាគមពិសេសមួយដោយអាចជប់រុក្ខជាតិឲ្យដុះមានផ្លែផ្ការរហ័សទាន់ចិត្តបានដូចបំណងពិតជាអស្ចារ្យខ្លាំងណាស់ស្វាយនេះពិតជាផ្លែល្អខុសពីស្វាយធម្មតាមែនអាត្មាអញនឹងនាំយកផ្លែស្វាយនេះទៅថ្វាយព្រះរាជាក្រុងពេរិណសីអាត្មាអញនឹងមានសំណាងធំជាជាមិនខានឡើយដោយឃើញនូវផលអស្ចារ្យនេះព្រាហ្មណ៍ក៏មានបំណងបេះផ្លែស្វាយទៅថ្វាយព្រះរាជាក្រុងពេរិណសីផ្លែស្វាយនេះពិតជាមានពណ៌ភ្លឺដូចមាសក្លិនក្រអូបឈ្ងុយឈ្ងប់ព្រមទាំងមានរសជាតិផ្អែមដូចជាទឹកឃ្មុំយើងសពព្រះរាជហឫទ័យខ្លាំងណាស់ចូលនេះព្រាហ្មណ៍នាំស្វាយនេះមកថ្វាយយើងជារៀងរាល់ថ្ងៃមកយើងនឹងប្រទាននូវកិត្តិយសដ៏ពិសេសនិងទ្រព្យសម្បត្តិជាច្រើនដល់អ្នកព្រះរាជាទ្រង់សពព្រះរាជហឫទ័យពីរសជាតិនៃផ្លែស្វាយនោះឥតឧបមាទូលបង្គំនឹងនាំស្វាយដ៏មានឱជារសឆ្ងាញ់នេះមកថ្វាយព្រះអង្គជារៀងរាល់ថ្ងៃក្រាបទូលតើអ្នកចេះមុនស្វាយទឹកនេះមកពីណាបបិទ្ធព្រះអង្គទូលបង្គំចេះមុនស្វាយទឹកនេះមកពីដូនតាទូលបង្គំមន្តអាគមនេះជាមន្តប្រចាំត្រកូលរបស់ទូលបង្គំច្រើនខែកន្លងមកក៏លែងឃើញនាយព្រាហ្មណ៍យកផ្លែស្វាយមកថ្វាយព្រះរាជាដូចមុនទៀតព្រះរាជាទ្រង់មានចម្ងល់យ៉ាងខ្លាំងក៏ចាត់ឲ្យអាមាត្យទៅហៅនាយព្រាហ្មណ៍មកចូលគាល់មើលមនាព្រាហ្មណ៍ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរពីមុនអ្នកធ្លាប់យកផ្លែស្វាយដ៏មានរសជាតិមកថ្វាយយើងជារៀងរាល់ថ្ងៃចុះហេតុអ្វីឥឡូវនេះអ្នកឈប់យកផ្លែស្វាយមកថ្វាយយើងដោយការសពដងទៀតតើអ្នកមានការអាក់អន់ស្រពន់ចិត្តដោយប្រការអ្វីខ្លះចូលអ្នកប្រាប់យើងតាមត្រង់មកដោយលោកលុននឹងមហាកិត្តិយសនិងទ្រព្យសម្បត្តិនោះខ្លាំងពេកនាយព្រាហ្មណ៍បានទូលកុហកព្រះរាជាថាបបិទ្ធព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទូលព្រះបង្គំកំពុងគិតគូររាល់ថ្ងៃដែលប្រកបដោយអ្នកខិត្តរិទ្ធដើម្បីសូត្រមន្តដាំដើមស្វាយព្រោះមន្តអាគមនេះអាចប្រើបានតែមួយរយៈប៉ុណ្ណោះកាលណាទូលព្រះបង្គំឬថ្ងៃបានហើយទូលព្រះបង្គំនឹងយកស្វាយទឹកនោះមកថ្វាយព្រះអង្គដោយប្រក្រតីវិញសូមព្រះអង្គទ្រង់ព្រះរាជទានទោសព្រះរាជាទ្រង់មានព្រះតម្រិះមួយសន្ទុះទើបទ្រង់មានព្រះរាជបន្ទូលតបទៅនាយព្រាហ្មណ៍វិញថាណែព្រាហ្មណ៍កាលពីដើមឡើយផ្លែស្វាយទាំងឡាយមានតូចមានធំបានកើតឡើងដោយប្រក្រតីពីការសូត្រមន្តរបស់អ្នកពុំដែលរើសថ្ងៃអ្នកខិត្តរិទ្ធអ្វីឡើយចូលអ្នកប្រាប់យើងតាមត្រង់មកចុះតើថ្ងៃនេះមានហេតុការណ៍អ្វីប្លែកពីធម្មតាឬនាយព្រាហ្មណ៍មានការតក់ស្លុតជាពន់ពេកក៏អេះអុញទាល់ប្រាជ្ញាទូលថ្វាយព្រះរាជាតាមត្រង់ណែបបិទ្ធព្រះករុណាជាអម្ចាស់ជីវិតដំកល់លើត្បូងតាមពិតទូលព្រះបង្គំជាខ្ញុំបានរៀនមន្តអាគមនេះពីលោកគ្រូម្នាក់នៃគ្រួសារក្រីក្រមួយពេលរៀនចប់មាណពបានផ្ដាំថាមិនឲ្យលាក់ក្បួននឹងនាមត្រកូលរបស់គ្រូឲ្យសោះពុំនោះទេមន្តអាគមនឹងសាវិនិច្ឆ័យទៅពុំខានឡើយបបិទ្ធព្រះករុណាថ្លៃវិសេសដែលលងនឹងមហាកិត្តិយសដ៏ធំធេងនេះទើបទូលព្រះបង្គំទូលកុហកថាជាមន្តអាគមប្រចាំគ្រួសាររបស់ទូលព្រះបង្គំសូមព្រះអង្គទ្រង់ព្រះរាជទានទោសព្រះរាជាទ្រង់បានជ្រាបហេតុការណ៍សពគ្រប់ហើយទ្រង់មានព្រះរាជបន្ទូលថាណែមនាលព្រាហ្មណ៍បុគ្គលដែលបានរៀនចេះដឹងធម៌ពីជនណាមួយទូព្រះមហាក្សត្រក្តីមហាឥសីក្តីអ្នកក្រីក្រក្តីអ្នករើសសម្រាមក្តីជននោះយើងត្រូវតែចាត់ទុកជាគ្រូជាជនដ៏ប្រសើរសម្រាប់បុគ្គលនោះណែនាយព្រាហ្មណ៍ពេលនេះអ្នកមិនបាច់មកសុំទោសយើងទេជនដែលអ្នកត្រូវទៅសុំទោសនោះគឺជាលោកគ្រូនៃគ្រួសារក្រីក្រទៅវិញទេចូលអ្នកទៅសុំទោសគ្រូរបស់អ្នកចុះនាយព្រាហ្មណ៍មានការខ្មាស់អៀនជាខ្លាំងហើយថ្វាយបង្គំលាព្រះរាជានាយព្រាហ្មណ៍បានទៅរកលោកគ្រូក្នុងគ្រួសារក្រីក្រនោះហើយសុំទោសអង្វរឲ្យលោកគ្រូជួយបង្រៀនមន្តអាគមនោះជាថ្មីដល់ខ្លួនតែលោកគ្រូបានតបវិញថាយើងបានបង្រៀនមន្តអាគមឲ្យអ្នកដោយធម៌អ្នកបានខិតខំសង្វាតសិក្សាដោយធម៌ដែរយើងពុំបានយករង្វាន់អ្វីពីអ្នកឡើយបើអ្នកតាំងចិត្តអ្នកនៅក្នុងធម៌មន្តអាគមដែលកើតឡើងដោយធម៌នោះពុំអាចរត់ចោលអ្នកបានឡើយដោយសារតែអ្នកខ្វះសិលធម៌នៅក្នុងខ្លួនរកបានសម្បត្តិដោយកម្រហើយពុំចេះថែរក្សាទុកអ្នកជាជនអកតញ្ញូនិងជាអ្នកពលពិកុហកចូលអ្នកទៅវិញចុះអ្នកមិនអាចថែរក្សាមន្តអាគមទឹកនោះបានទៀតឡើយនាយព្រាហ្មណ៍បានលាគ្រូចេញទៅវិញដោយសេចក្តីអស់សង្ឃឹមនិងសោកសៅក្រៃលែងនាយព្រាហ្មណ៍បានវិនាសបាត់បង់នៅទ្រព្យសម្បត្តិនិងកិត្តិយសដ៏ធំធេងដោយសារភាពនៃខ្លួនជាមនុស្សអកតញ្ញូនេះឯងបុគ្គលមិនគួររមិលគុណចំពោះបុគ្គលណាមួយដែលមានឧបការៈគុណចំពោះខ្លួនឡើយបុគ្គលជ្រកក្រោមម្លប់ឈើណាមិនគួរកាប់បំផ្លាញនៅម្លប់ឈើនោះឡើយ
លោកគ្រូក្រីក្រនោះ បានមកជាព្រះអរហន្តសម្មាសម្ពុទ្ធនេះព្រាហ្មណ៍វិនិច្ឆ័យមុនបានមកជាភិក្ខុទេវទត្ត